តោះសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងត្រឡប់មកវិញអញ្ចឹងវីដេអូនេះខ្ញុំនឹងលើកនិយាយអំពីcontainer ហើយនឹងប្រតិបត្តិការរបស់ container ហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូមុនខ្ញុំបាននិយាយតាក់ទងជាមួយនឹង Docker ហ្នឹងហើយតាក់ទងជាមួយនឹងprocess តាក់ទងជាមួយ engine របស់វាហ្នឹងរបស់ Docker អញ្ចឹងឥឡូវវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង container អញ្ចឹងដដែលអានេះគ្រាន់តែជាការអីគេជាការយល់ឃើញរបស់ខ្ញុំអំពី container ហ្នឹងហើយនឹងបើសិនអ្នកទាំងអស់គ្នាយល់ផ្សេងឬក៏គិតថា container នឹងផ្សេងអាហ្នឹងជារឿងផ្សេងរបស់អ្នកទាំងអស់គ្នាហ្នឹងហើយតែសម្រាប់ខ្ញុំយល់អញ្ចឹងបើគិតថាត្រូវក៏អាចយកបើខុសក៏ចោលតាមហ្នឹងទៅហ្នឹងហើយអញ្ចឹងបើសិនយើងមើលរូបភាពណាយើងមានអីគេ container box មួយហើយនឹង Docker icon របស់ Docker ហ្នឹងហើយតែអា container ហ្នឹងគេសំដៅអាហ្នឹងគេចង់សំដៅថាគេសំដៅទៅលើអី container ហ្នឹងហើយអូខេអញ្ចឹងឥឡូវខ្ញុំនិយាយតាក់ទងជាមួយ container និយមន័យរបស់វាបន្តិចចុះអូខេអញ្ចឹងនៅក្នុងនិយមន័យរបស់ container អញ្ចឹងគេនិយាយថាអីគេ container is a live white box is a live white and អីគេ isolate runtime environment ហ្នឹងហើយគឺ container គឺជា live white and isolate runtime environment ហើយវាអនុញ្ញាតវាធ្វើឲ្យអីគេធ្វើឲ្យ application របស់យើងហ្នឹង run ក្នុងទិដ្ឋភាពមួយគឺ dependent មានថាវាអត់មានទៅពាក់ព័ន្ធជាមួយនឹង container ផ្សេងហ្នឹងហើយអញ្ចឹងវាមាន runtime របស់វាមាន environment របស់វាមាន source របស់វាហ្នឹងហើយអញ្ចឹងវាផ្ដាច់ពីគ្នាអញ្ចឹងនៅកន្លែងហ្នឹងមានថា dependent អញ្ចឹង independent independently មិនថាវាឯករាជ្យមិនអញ្ចឹងជាមួយនឹងអីគេជាមួយនឹងអាចថា with all dependency it dependency ជាមួយមានថាជាមួយនឹង dependency របស់វាផ្ទាល់ហ្នឹងហើយអញ្ចឹងវាអត់ពាក់ព័ន្ធទៅ container ផ្សេងទេដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងឬក៏យើងអាចឲ្យនិយមន័យមួយទៀតបានអាចនិយាយថា container គឺជាអីគេគឺជា minimal ឬក៏ mini minimal resource មើលថា container គឺជា minimal resource and isolate អញ្ចឹងអាកន្លែង live wire នេះគឺគេសំដៅទៅលើ minimal resource អញ្ចឹងខាងក្រោមនឹងខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់ថា minimal resource ហ្នឹងវាលក្ខណៈម៉េចអញ្ចឹង isolate ដូចគ្នាបើជាខាងក្រោមmìnhអាចងាយយល់ជាងហ្នឹងហើយអូខេអញ្ចឹងខ្ញុំសូមបកស្រាយ minimal resource ហ្នឹងយ៉ាងម៉េចហ្នឹងហើយ live wire ហ្នឹងអញ្ចឹងមានន័យថា
ឥឡូវខ្ញុំដាក់ចេះ live គេចង់សំដៅគេ system resource គេសំដៅដល់ system resource មានដូចជាគេតកតងជាមួយនឹងអាចនិយាយថា RAM CPU និយាយទៅតកតងជាមួយ resource របស់ដូចជា computer មាន resource បាន spec បានអាហ្នឹងគេចង់និយាយពីអាហ្នឹងគឺវា small មែនតើសម្រាប់ operation របស់ container មួយណាហ្នឹងហើយចឹងតកតងជាមួយនឹងគេ isolate ចឹងតកតងជាមួយនឹង isolate ដោយសារអីគេដោយសារ container គឺ use line load name line load ឬអាចថា use kernel line load feature ហ្នឹងហើយអញ្ចឹង container ហ្នឹងវាអីគេវា use មានថា operation មកវា use លក្ខណៈថាវាប្រើរបស់ line load អញ្ចឹងណាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចូលទៅកាន់ container ណាមួយដែលកំពុង running នឹងអ្នកទាំងអស់គ្នាអាចទៅឆែកមើលទៅទាំង folder ទាំងអីគេនឹងទាំង folder structure ទាំង command អីផ្សេងរបស់ line load អ្នកទាំងអស់គ្នាអាច typing by default របស់ command គឺ automatic គឺស្គាល់អាហ្នឹង default command របស់ line load ណាអ្នកទាំងអស់គឺវាស្គាល់ហើយហ្នឹងហើយចឹងតកតមួយ isolate វាប្រើ feature អីគេ feature របស់ line load គឺឈ្មោះថា name space ហ្នឹងហើយអូខេចឹងតកតមួយទៀតអីគេមួយទៀតអានេះ isolate តកតមួយទៀត independent ចឹងណាតកតជាមួយ independent វាមិនដូចខ្ញុំបញ្ជាក់ខាងលើដោយសារវាប្រើ connect របស់អីគេរបស់ line load អញ្ចឹងវាប្រើ feature របស់ខាង line load ដែរគឺឈ្មោះថាអីគេដើម្បី separateដើម្បីឲ្យគេ run លក្ខណៈជា independent ណាអញ្ចឹងវាប្រើដូចជាCG group របស់ line load ណាអញ្ចឹងដើម្បីអីគេដើម្បីវា separate ជាអីគេ separate user ហ្នឹងហើយតកតងជាមួយ permission អីផ្សេងហ្នឹងដើម្បី separate ហ្នឹងអញ្ចឹងត្រឡប់មកវិញយើងអាចក្តោបរួមទាំងអស់បានថាអីគេ container គឺជា minimal resource ហើយវាមានលក្ខណៈជា isolate runtime environment that allow application run independently with all its dependency មានថា its dependency មានចង់និយាយថាអា dependency របស់ application របស់យើងណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំគិតថាដូចជា clean តាក់ទងជាមួយ container ឥឡូវយើងនិយាយតាក់ទងជាមួយនឹងអីគេ operation របស់វាអញ្ចឹងសម្រាប់ container operation របស់វាគឺវាប្រសេសនៅលើអីគេវា run នៅលើអីគេដូចខ្ញុំ running on line load line load kernel ហ្នឹងហើយ
ចឹង operation របស់វាគឺវា run នៅលើ line load kernel ចឹង line load kernel ហ្នឹងចឹងវាអីគេវាមិនស្មើអីគេ OS មែនទេហ្នឹងហើយវា run នៅលើline load kernel មែនប៉ុន្តែវា share ចេញពីអីគេពី host system របស់យើងណាអញ្ចឹងយើងអាចនិយាយបានថា Docker can run only on line load kernel ហ្នឹងហើយអញ្ចឹងយើងអាចថាអីគេsorry not Docker container ចឹង container គឺវាអាច run បានតែលើអីគេ line load kernel ទេអញ្ចឹងអ្នកនរគ្នាមិនប្រកាសថាមិនសួរថាចុះបើខ្ញុំ install Docker នៅលើ Windows មិន run បានមិនចឹងហ្នឹងហើយ run បាននៅលើ Windows តែអ្នកនរគ្នាដែរ install Docker នៅលើ Windows យ៉ាទៅគាត់ហ្នឹងហើយអូខេអញ្ចឹងច្បាស់ណាស់បើសិនយើង run នៅលើ Windows Direct គឺអត់ស្គាល់ទេអត់ដំណើរការទេហ្នឹងហើយអញ្ចឹងឧទាហរណ៍ណាយើងមើលរូបនេះវាច្រើនគឺវា error គេ WSL ហ្នឹងហើយ WSL2 អញ្ចឹងទៅអញ្ចឹងអា WSL ហ្នឹងអញ្ចឹងកន្លែងណា if on Windows will require អីគេWSL វាជា1 or 2តាមហ្នឹងទៅតាម version OS របស់យើងអញ្ចឹងអាហ្នឹងជាអីគេ WSL ហ្នឹងពាក្យពេញអីគេ Windows subsystem for line load ដដែល line load ដដែលអញ្ចឹងត្រឡប់មកវិញ container វាដំណើរការបានតែនៅលើ kernel របស់ line load ទេវាមិនអាចដំណើរការនៅលើ Windows ទេហ្នឹងហើយបើសិនយើង install វានៅលើ Windows វាត្រូវការអីគេ Windows subsystem របស់ line load ហ្នឹងហើយអញ្ចឹងយល់តាក់ទងជាមួយនឹង process របស់វាអូខេដូចខ្ញុំបញ្ជាក់អញ្ចឹង container វាមិនជាអីគេវាមិនជា line វាមិនជា operation ទេទោះបីជាយើងចូលនៅក្នុង inside container ហ្នឹងវាមាន folder structure អីគឺ line load base ហ្មងហ្នឹងហើយដោយសារអីវា share host ចេញពីគេ system host ដែលអីគេដែល container ហ្នឹង run ឬក៏ Docker engine ហ្នឹង provide ឲ្យអូខេហ្នឹងហើយអញ្ចឹងឥឡូវយើងមកមើលរូបវិញអញ្ចឹងរូបនេះគេដាក់ថាអីគេ Docker container អញ្ចឹងយើងឃើញមានអីគេអញ្ចឹងអា whole ទាំងអស់ហ្នឹងអាចនិយាយថាវាជា server ឬក៏ infrastructure អីចុះហ្នឹងហើយអញ្ចឹង infrastructure ហ្នឹងវាមានអីគេវាមាន host operation system អញ្ចឹងអាហ្នឹងជា OS របស់ថា OS របស់ server របស់យើងចុះឬក៏ machine របស់យើងចុះហ្នឹងហើយអញ្ចឹងបើសិនវាជា Windows នៅពេលយើង run Docker engine ឬក៏ container ចាប់ដើមហ្នឹងវានឹងបើសិន Windows ណាវាអត់ដើរទេវានឹង require line load kernel អញ្ចឹងបានខ្ញុំប្រាប់ថាវាតម្រូវឲ្យ Windows install អីគេ WSL Windows subsystem for line load ហ្នឹងហើយអញ្ចឹងបន្ទាប់ពីអានេះខ្ញុំសុំសារដើមវិញ
បន្ទាប់ពីហោះ operation system ហើយយើងមាន Docker engine ហើយបន្ទាប់មកយើងមាន container មួយមានថាយើងមាន3អញ្ចឹងយើងដឹងហើយថាអីគេ container វាប្រើអីគេវាប្រើ line logic kernel ដែល share ចេញពីហោះអញ្ចឹងហើយវាប្រើអីគេវាប្រើ CG group វាប្រើnamespace ដើម្បីអីគេ isolate និង separate តាក់ទងជាមួយដូចជា user ដូចជាអីគេ process ដូចជា network ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាអាចយល់ហើយឬក៏បើសិនអត់ទាន់ច្បាស់អ្នកនរគ្នាអាច comment ឬ comment បន្ថែមទៅខ្ញុំអាចប្រាប់បន្ថែមបានអូខេអញ្ចឹងសម្រាប់អីគេសម្រាប់ Docker container គឺខ្ញុំមានប៉ុណ្ណឹងឥឡូវខ្ញុំsummary ឲ្យវិញអញ្ចឹង Docker container គឺជាអីគេ container គឺជា live wire ឬក៏ minimal resource and isolate runtime environment that allow application run independently ជាមួយនឹងអីគេជាមួយនឹង dependency ហ្នឹងហើយ dependency ដូចខ្ញុំបញ្ជាក់ហ្នឹងគឺ dependency របស់ containerize របស់យើងនៅពេលដែលយើង pack វាចូលណាអាហ្នឹងគេហៅ dependency មានអីគេមាន library dependency source code configuration អីហ្នឹងហើយតាក់ទងមួយ operation system អញ្ចឹង container វា run on line logic kernel ហ្នឹងហើយវាមិនមែនជា OS ទេប៉ុន្តែវា share OS ឬក៏ host system share OS ចេញពី host system របស់វាដែលវា require ជាប្រភេទអីគេ line logic kernel អញ្ចឹងបើសិនយើងចង់ install Docker ដូចថាបើយើង install Docker desktop ណាអញ្ចឹងវាត្រូវការឲ្យយើងអីគេ enable Windows subsystem for line logic ហ្នឹងហើយដើម្បីអីគេដើម្បីឲ្យ engine ហើយនឹង container ហ្នឹងវាដំណើរការបានអូខេហ្នឹងអញ្ចឹងសម្រាប់container ខ្ញុំមានប៉ុណ្ណឹងអញ្ចឹងបើសិនអ្នកនរខ្ញុំបញ្ជាក់ម្ដងទៀតអានេះគ្រាន់ជាការយល់ឃើញរបស់ខ្ញុំបើគិតថាត្រូវអ្នកនរគ្នាយកបើសិនតែខុសអ្នកទាំងអស់គ្នាអាច comment ឬក៏ហ្នឹងហើយ comment ប្រាប់ខ្ញុំវិញខ្ញុំនឹងកែឡើងវិញហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីតាក់ទងជាមួយនឹងការប្រើប្រាស់អីគេ volume ហើយនឹង network របស់ Docker container ហ្នឹងអូខេអញ្ចឹងជាចុងក្រោយបើសិនអ្នកនរគ្នាអត់ទាន់ស្កាប់ណា subscribe channel របស់ខ្ញុំអញ្ចឹង subscribe ទៅនឹងខ្ញុំនឹង share តាក់ទងមិនថា full stack ឬក៏អីគេតាក់ទងជាមួយនេះអូបដែលខ្ញុំនឹង share អញ្ចឹងពេលខ្ញុំផុសទៅអ្នកនរគ្នាអាចអីគេតនវីដេអូរបស់ខ្ញុំហ្នឹងហើយអញ្ចឹងខ្ញុំវីដេអូហ្នឹងគឺមានប៉ុណ្ណឹងអរគុណ